អ្នកគ្រូអញ្ចឹងធ្វើមិនដឹងថាកុមាររលាកបំពង់កដោយសារ virus ឬក៏បាក់តេរី ដើម្បីដឹងថាតើកុមារនឹងរលាកបំពង់កដោយសារបាក់តេរីឬក៏ virus ទី1បើសិនជាកុមារនឹងគាត់រលាកបំពង់កដោយ virus អញ្ចឹងវាមានរោគសញ្ញាដូចជាគាត់ក្តៅខ្លួនឬក៏ក្តៅខ្លួនស្ទើងទេកម្ដៅអាចចន្លោះពី37ទៅ38អីទេហើយគាត់មានក្អកគាត់មានហ៊ានស្វោបើក្មេងទូចៗគាត់អាចនឹងថយកាំមើលហើយយំងាំងៅច្រើនអញ្ចឹងទៅហើយគាត់អាចមានសញ្ញាក្អួតមកលីឡំជាមួយដែរតែបើសិនជាក្នុងករណីឧទាហរណ៍គាត់រលាកបំពង់កដោយបាក់តេរីអញ្ចឹងលាកបំពង់កដោយបាក់តេរីគាត់ក្តៅខ្លួនខ្លាំងលើសពី38គាត់មានហើមកន្លែងកូនកដោរបស់គាត់យើងមើលកគាត់ទៅរៀងហើមហើយរៀងមានអាសសឡើងសាច់ករបស់គាត់អញ្ចឹងសញ្ញាអស់នេះហើយដែលបញ្ជាក់ថាជាសញ្ញាដែលគាត់រលាកបំពង់កដោយបាក់តេរីឬក៏ជាពពួក virus បើសិនជាប៉ះម៉ាក់ឃើញថាកូនយើងមានសញ្ញាដូចខ្ញុំជម្រាបមិញអញ្ចឹងប៉ះម៉ាក់អាចអញ្ជើញយកអូនមកជួបគ្រូពេទ្យដើម្បីគ្រូពេទ្យវិនិច្ឆ័យថាតើអូនរលាកបំពង់កនឹងដោយសារបាក់តេរីឬក៏ពួក virus ដោយសារតែរោគសញ្ញាពីរហ្នឹងខុសគ្នាការប្រើថ្នាំហ្នឹងក៏ផ្សេងគ្នាដែរ virus យើងអត់ប្រើថ្នាំសាសជូនគាត់ទេហើយរោគសញ្ញាបាក់តេរីទៅប្រើថ្នាំសាសជូនគាត់